សម្ដេចតេជោហ៊ុនសែនប្រកាសអំពាវនាវដល់បងប្អូនជនរួមជាតិនៅគ្រប់ទិសទីសូមបន្តរួមរស់សាមគ្គីគ្នាជាធ្លុងមួយក្រោមបាវចនាជាតិសាសនាព្រះមហាក្សត្រនិងរួមសាមគ្គីជុំវិញរដ្ឋាភិបាលប្រកបដោយជំនឿមុតមមចំពោះបុព្វហេតុដ៏យុត្តិធម៌របស់កម្ពុជាភ្នំពេញនៅថ្ងៃទី7ខែមករាឆ្នាំ2026នេះជាលើកទី47នៃទិវាជំនះ7មករាសម្ដេចតេជោហ៊ុនសែនប្រធានប្រសិទ្ធិនៃកម្ពុជាប្រធានគណៈបកប្រជាជនកម្ពុជាបានចេញសារពិសេសផ្ញើជូនជនរួមជាតិដោយក្នុងនោះសម្ដេចបានប្រកាសអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់នៅគ្រប់ទិសទីសូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមបាវចនាជាតិសាសនាព្រះមហាក្សត្រនិងរួមសាមគ្គីជុំវិញរដ្ឋាភិបាលប្រកបដោយជំនឿមុតមមចំពោះបុព្វហេតុដ៏យុត្តិធម៌នៅក្នុងសារលិខិតពិសេសរបស់សម្ដេចតេជោហ៊ុនសែនបានលើកឡើងថាបងប្អូនជនរួមជាតិជាទីស្នេហាយើងពិតជាមិនអាចបំភ្លេចបានឡើយនៅមហាសោកនាដកម្មរបស់ប្រជាជនដែលបង្កឡើងដោយបល័យពូជសាសន៍ប៉ុល ពតដែលបានចូលមកកាន់អំណាចចាប់តាំងពីថ្ងៃ17មេសាឆ្នាំ1975នៅក្រោមរបបដ៏យងខ្នងនេះប្រជាជនកម្ពុជាត្រូវបាត់បង់ទាំងស្រុងនៅសិទ្ធិសេរីភាពរបស់ខ្លួនត្រូវបង្ខំធ្វើការដូចជាសត្វធាតុត្រូវទទួលរងទារុណកម្មនិងការកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុតជាមួយគ្នានេះរចនាសម្ព័ន្ធសង្គមជាតិត្រូវបំផ្លាញឲ្យរលីកតិចទីដល់ឫសគល់ដែលបានជំរុញច្រានឲ្យប្រទេសជាតិទាំងមូលឈានដល់មាត់រណ្ដៅនៃការរលាយសូន្យនៅក្នុងឱកាសដ៏ធ្ងន់ធ្ងរបំផុតនេះរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានបង្កើតនៅថ្ងៃទី2ធ្នូឆ្នាំ1978ដើម្បីដឹកនាំប្រជាជនធ្វើការតស៊ូរំដោះជាតិពីប្រល័យពូជសាសន៍រហូតទទួលបានជ័យជំនះដ៏ត្រចះត្រចង់នៅថ្ងៃទី7ខែមករាឆ្នាំ1979លើមូលដ្ឋាននៃជ័យជំនះនេះសាធារណរដ្ឋប្រជាមានិតកម្ពុជាក៏ត្រូវបានបង្កើតឡើងដែរជារដ្ឋរបស់ប្រជាជននិងដើម្បីប្រជាជនពិតប្រាកដឆ្លងតាមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះយើងចងចាំជានិច្ចនៅគុណបុព្វការៈដ៏ថ្លៃថ្លារបស់វីរជននិងការជួយឧបត្ថម្ភដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងការវាយរំដោះរបបដ៏យងខ្នងនេះបន្ទាប់ពីថ្ងៃជ័យជំនះ7មករាប្រជាជនកម្ពុជាបានរួមសាមគ្គីគ្នាពុះពៀឆ្លងកាត់ឧបសគ្គនិងការលំបាករាប់ម៉ឺនសាជំពូកដើម្បីការពាររស់ឡើងវិញរបស់ប្រជាជាតិស្ដារនិងកសាងមាតុភូមិឡើងវិញជាជំហានពីគំនរផេះផង់សម្រេចបាននៅសមិទ្ធផលធំជាប្រវត្តិសាស្ត្រយ៉ាងច្រើនប្រកបដោយមោទនភាពហើយកំពុងបន្តឈានទៅមុខយ៉ាងស្វាហាប់លើមីគីសន្តិភាពប្រជាធិបតេយ្យនិងអភិវឌ្ឍន៍គួររំលឹកថាក្នុងឆន្ទៈយ៉ាងមោះមុតយើងបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃធ្វើឲ្យប្រទេសជាតិមានសន្តិភាពពេញលេញមានលទ្ធិប្រជាធិបតេយ្យដែលអាចចាក់ឫសជ្រៅក្នុងសង្គមនិងមានសេដ្ឋកិច្ចចម្រើនលូតលាស់យ៉ាងលឿនធ្វើឲ្យប្រជាជនមានជីវភាពកាន់តែប្រសើរឡើងនេះជាការផ្លាស់ប្ដូរយ៉ាងធំធេងរបស់កម្ពុជាអាស្រ័យដោយមានការដឹកនាំដ៏ត្រឹមត្រូវរបស់គណៈបកប្រជាជនកម្ពុជានិងកម្លាំងមហាសាមគ្គីរបស់ប្រជាជនព្រមទាំងមានការឧបត្ថម្ភគាំទ្រពីបណ្ដាប្រទេសជាមិត្តនិងសហគមន៍អន្តរជាតិក្នុងឆ្នាំ2025ដែលទើបតែកន្លងផុតទៅនេះកម្ពុជាបានសម្រេចសមិទ្ធផលជាច្រើនលើគ្រប់វិស័យក្នុងការអភិវឌ្ឍកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1របស់រដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតទោះបីត្រូវឆ្លងកាត់ឧបសគ្គមួយចំនួនក្តីពេលនេះយើងបានឈានចូលឆ្នាំ2026ដែលជាឆ្នាំទី3របស់រដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្នុងការអនុវត្តកម្មវិធីនយោបាយរបស់ខ្លួនឲ្យសម្រេចបាននូវសមិទ្ធផលថ្មីទៀតជាមួយនឹងការបដិញ្ញាចិត្តយ៉ាងមោះមុតក្នុងការការពារប្រជាជននិងបូរណភាពទឹកដីបងប្អូនជនរួមជាតិជាទីស្នេហាទន្ទឹមនឹងការសម្រេចបានជោគជ័យនានាប្រទេសជាតិដែលយើងនៅតែត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការអន្តរជាតិភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកលនិងការចុះខ្សោយនៃសន្តិភាពអន្តរជាតិផ្អែកលើច្បាប់ដែលបាននឹងកំពុងជះឥទ្ធិពលមកលើការអភិវឌ្ឍរបស់ប្រទេសជាតិជាពិសេសប្រទេសថៃបានបង្កសង្គ្រាមរំលោភបំពានកម្ពុជាយ៉ាងកម្រោលមកលើមរណភាពទឹកដីកម្ពុជានៅតាមបណ្ដោយព្រំដែនក្រោមលេសការពារសន្តិភាពនិងអធិបតេយ្យភាពរបស់ថៃ
នៅក្នុងសកម្មភាពរំលោភបំពាននេះកងយោធាថៃបានបាញ់ប្រហារវាសម្រុកមកលើកម្ពុជាដែលកំពុងស្ថិតក្នុងទីតាំងលើដែនអធិបតេយ្យភាពរបស់កម្ពុជានិងវាយប្រហារលើគោលដៅស៊ីវិលនានាឥតរើសមុខដោយប្រើប្រាស់អាវុធធំតូចនិងទំនើបគ្រប់ប្រភេទទាំងជើងគោកនិងជើងទឹកនិងជើងអាកាសបង្កនូវមហន្តរាយយ៉ាងធំធេងដល់ប្រជាពលរដ្ឋយើងដែលកំពុងតែរស់នៅយ៉ាងសុខសាន្តនៅតាមតំបន់ទាំងនោះសកម្មភាពនេះជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុតលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាបំពានធម្មនុញ្ញអង្គការសហប្រជាជាតិបំពានធម្មនុញ្ញអាស៊ាននិងមិនគោរពស្មារតីនៃសមាគមអាស៊ានឡើយម្យ៉ាងទៀតសកម្មភាពបែបនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិនិងកាតព្វកិច្ចអន្តរជាតិក្នុងការការពារជនស៊ីវិលទ្រព្យសម្បត្តិវប្បធម៌ជាតិនិងបេតិកភណ្ឌពិភពលោកឆ្លើយតបទៅនឹងការលំលោភបំពាននេះកងកម្លាំងប្រដាប់អាវុធកម្ពុជាបានអនុវត្តសិទ្ធិស្វ័យការពារខ្លួនយ៉ាងរឹងមាំក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរនេះរដ្ឋាភិបាលកម្ពុជាបានប្រកាន់ជំហរអត់ធ្មត់ប្រកបដោយសុចន្ទៈនិងភាពស្មោះត្រង់ខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយនឹងថៃដោយសន្តិភាពតាមគ្រប់យន្តការនិងស្របតាមច្បាប់អន្តរជាតិពិសេសបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅបទឈប់បាញ់ដែលបានព្រមព្រៀងគ្នានៅថ្ងៃទី28ខែកក្កដាឆ្នាំ2025និងសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរនៅថ្ងៃទី26ខែតុលាឆ្នាំ2025ប៉ុន្តែភិគីថៃបានពង្រីកសកម្មភាពវាយប្រហារកាន់តែធំឡើងដោយមិនអនុវត្តនៅបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរនេះឡើយធ្វើឲ្យសកម្មភាពកាន់កាប់កាន់តែមានភាពធ្ងន់ធ្ងរនិងមហន្តរាយឡើងសម្រាប់ប្រជាជននៃប្រទេសទាំងពីរស្ថិតក្នុងស្ថានភាពនេះសហគមន៍អន្តរជាតិដែលតែងតែផ្ដល់នូវតម្លៃចំពោះសន្តិភាពមនុស្សធម៌នីតិរដ្ឋនិងវិបលភាពនោះបានជំរុញយ៉ាងសកម្មដល់ការខិតខំដោយដោះស្រាយជម្លោះនិងការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរតាមរយៈមធ្យោបាយសន្តិវិធីស្របតាមច្បាប់អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ានសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ព្រមទាំងសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលបានមានស្រាប់រវាងកម្ពុជានិងថៃរួមទាំងការជំរុញអនុវត្តសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរក្រោយការព្យាយាមចរចាប្រកបដោយភាពអត់ធ្មត់កម្ពុជានិងថៃបានឯកភាពអនុវត្តបទឈប់បាញ់ភ្លាមនៅនឹងកន្លែងដែលបានចូលជាធរមានពីម៉ោង12ថ្ងៃទី27ខែធ្នូឆ្នាំ2025នេះតទៅការឯកភាពនេះដែលបានសម្រេចនៅក្នុងកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅហៅកាត់ថា GBC រវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃបានបញ្ជាក់នៅការតាំងចិត្តរួមគ្នាក្នុងការវិលត្រឡប់ទៅការសន្ទនាតាមរយៈនិងផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលបានធ្វើកន្លងមកក៏ដូចជាយន្តការទ្វេភាគីដែលបានមានស្រាប់សម្ដៅបញ្ឈប់នៅអរិយភាពគ្រប់ទម្រង់និងដើម្បីបង្កើតនៅសន្តិភាពមួយពិតប្រាកដនិងប្រកបដោយចីរភាពជាមួយនឹងការបដិញ្ញាចិត្តយ៉ាងមោះមុតចំពោះការកសាងទំនុកចិត្តនិងការស្ដារប្រក្រតីភាពឡើងវិញនិងសន្តិភាពដ៏យូរអង្វែងនៅតាមបណ្ដោយព្រំដែនបញ្ជាសូមបញ្ជាក់ជាថ្មីនៃការបដិញ្ញាចិត្តយ៉ាងមោះមុតក្នុងការខិតខំដើម្បីសម្រេចនូវគោលដៅចម្បងរបស់ខ្លួនគឺការបញ្ចប់នៅទុក្ខវេទនារបស់ប្រជាជនទប់ស្កាត់ការបំផ្លិចបំផ្លាញនិងបន្តលើមីគីឈ្មោះទៅរកការសន្តិភាពស្រាយប្រកបដោយសន្តិវិធីយុត្តិធម៌ជីរភាពទន្ទឹមនឹងនោះកម្ពុជានឹងមិនធ្វើសម្បទាននៃអធិបតេយ្យឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយក្នុងស្មារតីនេះកម្ពុជាអនុវត្តយ៉ាងខ្ជាប់ខ្ជួននិងពេញលេញនៅបទឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025ក៏ដូចជាសេចក្តីថ្លែងការណ៍នៅទីក្រុងកូឡាឡាំពួរនៅថ្ងៃទី26ខែតុលាឆ្នាំ2025ដើម្បីនាំយកមកវិញនូវសន្តិភាពសម្រាប់ប្រទេសទាំងពីរក៏ដូចជាដើម្បីសន្តិភាពសន្តិសុខស្ថិរភាពនិងវិបលភាពនៅក្នុងតំបន់កម្ពុជាសូមថ្លែងអំណរអគុណដ៏ជ្រាលជ្រៅចំពោះគ្រប់ប្រទេសជាមិត្តនិងសហគមន៍អន្តរជាតិជាពិសេសសហរដ្ឋអាមេរិកសាធារណរដ្ឋប្រជាមានិតចិននិងបណ្ដាប្រទេសអាស៊ានក្រោមការសម្របសម្រួលរបស់ប្រទេសម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ានដែលបានជួយជ្រោមជ្រែងនិងចូលរួមសកម្មក្នុងការស្វែងរកដំណោះស្រាយសន្តិភាពនេះ
តាំងពីការរៀបចំបទជប់បាញ់នៅថ្ងៃទី28ខែកក្កដាឆ្នាំ2025រហូតមកដល់បច្ចុប្បន្នបងប្អូនជំរឿនជាតិជាទីស្នេហានៅលើមីគីឈ្មោះទៅមុខបន្តទៀតសូមជូនរៀនជាតិគ្រប់រូបលើកកម្ពស់ស្មារតីស្នេហាជាតិប្រឹងឈរខ្លួនឯងខិតខំខ្លួនឯងនិងពង្រឹងភាពម្ចាស់ការការពារខ្លួនឯងដើម្បីធានាដល់ការការពារនិងកសាងប្រទេសជាតិយើងខ្ញុំមានជំនឿយ៉ាងមុតមមថាផ្អែកលើកម្លាំងមហាសាមគ្គីនិងស្មារតីស្នេហាជាតិដ៏មោះមុតយើងពិតជាបន្តយកឈ្នះលើរាល់ឧបសគ្គបានមិនថាឧបសគ្គធំប៉ុណ្ណាឡើយយើងចងចាំប្រវត្តិសាស្ត្រនេះចងចាំឧក្រិដ្ឋកម្មបំផ្លាញមរតកវប្បធម៌ដែលជាដួងព្រលឹងរបស់ជាតិចងចាំការប្រមាថមើលងាយដែលអ្នករំលោភបំពានប្រព្រឹត្តមកលើជាតិមាតុភូមិនិងប្រជាជនយើងសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់នៅគ្រប់ទិសទីសូមបន្តរួមរស់សាមគ្គីគ្នាជាធ្លុងមួយក្រោមបាវចនាជាតិសាសនាព្រះមហាក្សត្រនិងរួមសាមគ្គីជុំវិញរដ្ឋាភិបាលប្រកបដោយជំនឿមុតមមចំពោះបុព្វហេតុដ៏យុត្តិធម៌របស់យើងសាមគ្គីរស់សាមគ្គីឈ្នះហើយគ្មានអនុភាពណាមកបំផ្លាញឆន្ទៈរបស់យើងបានឡើយខ្ញុំប្រកាសណាខ្ញុំមានសេចក្តីរំភើបឥតឧបមាដែលបានឃើញការចូលរួមដ៏ផុសផុលរបស់បងប្អូនជនរៀនជាតិគ្រប់ស្រទាប់វណ្ណៈគ្រប់មជ្ឈដ្ឋានទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសក្នុងការផ្ដល់គាំទ្រពេញទំហឹងទាំងខាងសម្ភារៈនិងស្មារតីដល់វីរៈជននៅសមមុខនិងបងប្អូនប្រជាពលរដ្ឋភៀសទឹកដែលកំពុងរស់នៅយ៉ាងលំបាកនៅតាមជម្រកសុវត្ថិភាពនានានេះជាស្មារតីសាមគ្គីឯកភាពជាតិនិងជាខឿនការពារជាតិរបស់ប្រជាជនដ៏រឹងមាំ